Hello ចា៎ថ្ងៃនេះមក review បន្ទប់មួយដែលលក្ខណៈបែបវាមានវាលស្រែមានដើមត្នោតមានបឹងឈូកទូចស្អាតមែនតើបរិយាកាសឥឡូវយើងទៅ review មួយតាំងពីដើមទាំងអស់គ្នាអានេះគឺចាប់ពីផ្លូវចូលដើមមកក៏មានទេសភាពស្អាតដែរអញ្ចឹងយើងទៅមើលទាំងអស់គ្នាថាវាស្អាតប៉ុណ្ណាហើយការ design របស់អូតាហ្នឹងគឺវាប្លែកភ្នែកពីអូតាផ្សេងប៉ុណ្ណាងាប់ទ្វារលបើកតិចឲ្យបាត់ទ្រូស្បែកជើងយ៉ាណែទើបទួនៅខាងនេះចូលមកក្លិនឈ្ងុយហ្មងអ្នកទាំងអស់គ្នាកាហ្វេខ្ញុំយកមកឯណានេះមិនកាហ្វេគេទឹកគេកតាពេលខ្ញុំយកមកដែរមើល view នៅខាងក្រៅឲ្យតែមើលណាឃើញទេរបៀបដើមត្នោតមានវាស្រែវាស្រូវតិចចឹងទៅមានភូលហើយនៅខាងនោះមានរបៀបបងឈូកទូចមួយមើលទៅបែបខ្មែរស្អាតស្លាស់មុខស្លាស់មាត់ហ្មងហើយនៅចិត្តហ្នឹងលឺសលេងចាប់តិចងុំទូកៅអៅស្អាតមាន save ឲ្យទៀតទូទឹកកកនៅខាងក្នុងនេះ mini bar bro នេះទៅបន្ទប់ទឹកវិញម្ដងបន្ទប់ទឹកទលាណាមើលវ៉ូកន្លែងមួយទឹកគេក៏ទលាដែរសំខាន់មានបាតថោបជប់នឹងគេត្រាំទឹកមកអែមទៀតហើយជាគៀងគេប្លែកណាហើយបន្ទាប់មកនៅនេះមានម៉ាស៊ីនផ្លុំសក់មួយមានចិត្តទៅវិញមានអីចឹងទៅណាសុំទៅតេស្តពូមួយអូយតន់ស្រួលអូយពុកតុនស្រួលខ្សែគេធ្វើម៉ូតផ្កាស្អាតទៅណាវីដេអូមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការតាមដានជួបគ្នាវីដេអូក្រោយៗទៀតណាបាយបាយ